ការធ្វើដំណើរចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុមទាំងពីរបាទក្រុមអាវពណ៌ឈាមជ្រូកលាយខ្មៅក្រុម Mr. Lane និងក្រុមពណ៌ខៀវលាយសក្រុមកីឡាការិនីខេត្តកណ្ដាលបាល់កាយចេញពីក្រុមម្ចាស់ផ្ទះ Mr. Lane លេងមួយស្រួលនេះឱកាសស្រួចត្រង់នេះបាទតង់ទី1ទាត់បានស្អាតមែនទែនអ្នកចាំទីជួយសង្គ្រោះបានបាទឱកាសមានជារឿយៗសម្រាប់ក្រុមបាល់ទាត់ Mr. Lane បាទមានជារឿយៗព្យាយាមសន្ទប់ហើយសន្ទប់និយាយទៅព្យាយាមដាក់សម្ពាធទៅលើក្រុមកីឡាការិនីខេត្តកណ្ដាលតាំងពីនីតិទី1រហូតដល់ចង់បញ្ចប់នេះគឺលេងគ្របតែម្ដងបាទគឺគ្រប់គ្រងស្ថានភាពបានយ៉ាងល្អប្រសើរបាទចំណុចឱកាសត្រង់នេះបាទឱកាសតង់ទី2នេះបាទទាត់មួយជើងបាទអ្នកចាំទីជួយសង្គ្រោះបានបាទអូអ្នកចាំទីនេះពិតជាល្អមែនតើបាទផ្ដាច់មួយទៀតមួយស្មើមួយងន់ទាត់មិនចូលទេបាទអ្នកចាំទីគឺល្អមែនតើអ្នកចាំទីខាងខេត្តកណ្ដាលនេះបាល់ឱកាសច្រើនមែនតើសម្រាប់ក្រុម Mr. Lane ទាត់មួយជើងហើយមួយជើងទៀតបាទលុះដល់នាទីនេះបានទើបតែមានបាល់ពីនៃ11ម៉ែត្រទាត់ដល់កីឡាការិនីលេខ11បាទមួយជើងឆ្វេងធម្មតាបាទអ្នកចាំទីបានត្រឹមតែឈរមើលបាទក្របបាល់ទី1បាទក្របបាល់ទី1គឺជាក្របបាល់ពេនទីបាទឱកាសត្រង់នេះចុចទៅចូលក្នុងប្រអប់ទៅដល់កីឡាការិនីបាទផាយមួយជើងនេះបាទអូយពិតជាល្អមែនទែនប៉ុន្តែអ្នកចាំទីនេះក៏ល្អដែរបាទឱកាសត្រង់នេះទាញលេខ19ចុចមកចូលក្នុងឲ្យមិត្តរួមក្រុមលេខ17លេខ17ទាត់មួយជើងប៉ុន្តែរារាំងដោយអ្នកចាំទីប៉ុន្តែក៏អាចរបូតមកឲ្យបាននៅសល់ជើងឆ្វេងទាត់បញ្ចូលទីនៅក្របទី2បាទឱកាសគ្រាប់ទី3បាទកັບនេះចំណុចនេះដួលហើយប៉ុន្តែគាត់ឆ្កឹះបាល់យកមកទាត់ជើងឆ្វេងវិញបានយ៉ាងស្អាតបាទឱកាសគ្រាប់បាល់ទី4បាទបាល់ទី4ចុចឲ្យមិត្តរួមក្រុមលេខ19លេខ19ប៉ែនស្រាលបាទបាល់រមៀលចូលទីស្រួលបាទគឺមកដល់ចំណុចនេះគឺខ្សែការពារខាងខេត្តកណ្ដាលគឺerrorហើយអត់ដឹងថាត្រូវធ្វើយ៉ាងម៉េចចាប់ខាងក្រុមបាល់ទាត់គេបានទេបាទចំណុចទាត់ត្រង់នេះបាទមុំទូទាត់ល្អមែនតើពីកីឡាការិនីលេខ17បាទទាត់ស្អាតមែនតើបាទមួយជើងឆ្វេងនេះបាទมันអាចជួយសង្គ្រោះបានទេអ្នកចាំទីកីឡាការិនីខេត្តកណ្ដាលព្យាយាមជួយច្រើនហើយតាំងពីតង់ទី1ប៉ុន្តែនៅតែរបូតគ្រាប់ព្រោះក្រុមបាល់ទាត់ Mr. Lane ពិតជាល្អមែនតើលេងបានគ្រប់ហ្គេមគឺលើទីលាននេះមិនអោយខាងខេត្តកណ្ដាលមានឱកាសតដៃទៅលើខ្លួនទេបាទចំណុចត្រង់នេះមួយជើងស្ដាំបាទចាប់ក្លោពីអ្នកចាំទីហើយបន្ថែមពីកីឡាការិនីលេខ19កីឡាការិនីលេខ19នេះគឺប៉ិនប្រសពនឹងការឆ្មក់ចាំទាត់បាល់រីបោនបន្តិចនេះមែនតើបាទគឺពីក្របហើយដែលគេធ្វើបានបែបនេះបាទទាញឱកាសត្រង់នេះលេខ19ចុចមកឲ្យមិត្តរួមក្រុមលេខ7ប៉ែនស្រាប៉ុន្តែមិត្តអ្នកចាំទីចាប់បានយ៉ាងធម្មតាបាទអញ្ញាកណ្ដាផ្លុំកញ្ចប់ការប្រកួតនៅតង់ទី2ក្លឹបបាល់ទាត់ក្រុមបាល់ទាត់អធិស្ឋានក្រុមបាល់ទាត់នារី Mr. Lane យកឈ្នះក្រុមបាល់ទាត់នារីខេត្តកណ្ដាលដោយលទ្ធផល5-0សូមអរគុណទស្សនិកជនទាំងអស់គ្នា